ผลมาថ្ងៃនេះពេលដែលបើក Facebook មកឃើញថាបុកលហុកមួយចាន50000ពេញ Facebook តែម្ដងខ្ញុំឯណាក៏មិនបងអង្គយូរដែរតាមឲ្យតន់ trend គេកំពុងតែល្បីតែម្ដងតាក់ទងនឹងរឿងបុកលហុង50000បងប្អូនមួយចាន50000នេះមិនហៅថាមួយចាន50000ទេគឺមួយថាស50000តែម្ដងឃើញថាភ្ញៀវច្រើនមែនទែននៅហាងរបស់គាត់នឹងផ្ទាល់តែម្ដងណាដោយបងប្អូនឃើញតាមបណ្ដាញសង្គមហើយមានការនិយាយវែកញែកគ្នាតាក់ទងនឹងរឿងតម្លៃអីចឹងណាខ្ញុំឯនេះបានមកដល់ផ្ទាល់តែម្ដងហាងនិស័យអ៊ីរ៉ាផ្ទាល់តែម្ដងនៅខាងស្រុកសំពៅលូនណាបច្ចៈគាត់អត់បានមកជួលឲ្យខ្ញុំមកថតទៅប្រម៉ូទឬក៏ទៅផ្សព្វផ្សាយគាត់ទេតែដោយសារតែឃើញមនុស្សច្រើនពេកហើយខ្ញុំចង់ដឹងតាមអាចារ្យ50000មែនឬអត់ចឹងណាខ្ញុំបានទៅដល់ផ្ទាល់ជាក់ស្ដែងតែម្ដងឃើញដូចតាមរូបភាពវីដេអូដែលគាត់ផុសជាក់ស្ដែងតែម្ដងណាគឺមួយចាន50000នឹងគឺសមនឹងតម្លៃតែម្ដងហើយបងប្អូនយើងទៅតម្រង់ជូរទិញច្រើនមែនទែនហើយហាងរបស់គាត់នឹងភ្ញៀវច្រើនមែនទែនថ្ងៃហ្នឹងថ្ងៃទី5តែម្ដងណាហើយហាងរបស់គាត់គឺងាយស្រួលរកទេគឺផ្លូវទៅភ្នំព្រឹកទៅខាងឡែមផ្ទាល់តែម្ដងហើយបើយើងធ្វើដំណើរចេញពីខាងឡែមកាប៊ីនភ្នំព្រឹកគឺយើងជិះឡើងភ្នំព្រឹកដល់ពេលដែលចុះមកគឺទល់មុខនឹងសាលាឃុំគោបានផ្ទាល់តែម្ដងគឺងាយស្រួលរកទេហាងរបស់គាត់គឺនៅជាប់ផ្លូវតែម្ដងហាងគឺធំប៉ុណ្ណាណៃតែម្ដងអញ្ចឹងបងប្អូនអាចងាយស្រួលចំណាំទៅហើយនិយាយអំពីរឿងបណ្ដាញសង្គមវិញណាមិនថាអ្នកណាជន់ផលិតអ្នកណាឯងបងប្អូនមើលតាមជាក់ស្ដែងទៅមើលតាមរូបភាពតាមវីដេអូដែលគេនិយាយទៅហើយនឹងមើលទស្សនវិជ្ជាជាក់ស្ដែងរបស់ហាងគាត់ផ្ទាល់ហើយបងប្អូនអាចបែងចែកបានហើយតើអ្នកណាជន់ផលិតអ្នកណាបងប្អូននិយាយចំខ្ញុំទទួលស្គាល់តម្លៃ50000គាត់នេះគឺកប់សេរីតែម្ដងបងប្អូនមានតាំងពីត្រីសាម៉ុនមានតាំងពីបកាមានតាំងពីមឹកមានតាំងពីងាវមានតាំងពីស្លាបមាន់អាំងមានតាំងពីសាច់ជ្រូកប៉ាត់តែអូច្រើនមករៀបរាប់មកអស់ទេហើយមួយចាន50000នឹងទៀតសោតខ្ញុំគិតថាកំប្រើពាក្យមួយចាន50000អីគូប្រើពាក្យថាមួយថាស50000បងប្អូនព្រោះឲ្យវាច្រើនមែនទែនតែម្ដងមិនចេះតែថាទេបងប្អូនឃើញជាក់ស្ដែងហើយអ្នកលក់របស់គាត់ហ្នឹងគឺរុះរាយទៀតនិយាយលេងជាមួយភ្ញៀវហើយភ្ញៀវខ្លះតាមដែលខ្ញុំស៊ូទៅគាត់ចាំខ្លះ1ម៉ោងខ្លះដល់2ម៉ោងហើយដោយសារតែថ្ងៃហ្នឹងគឺថ្ងៃអាទិត្យណាថ្ងៃអាទិត្យថ្ងៃទី5ខែតុលានឹងផ្ទាល់តែម្ដងឃើញថាបងប្អូនមកតម្រង់ជូរនាំគ្នាចាំទិញតែម្ដងហើយជាពិសេសបងដែលគាត់មកពីខេត្តឆ្ងាយប៉ៃលិនបាត់ដំបងអីក៏គាត់មកដល់ខាងស្រុកសំពៅលូនយើងនឹងដែរនិយាយចំទៅមិនថាពីណាជន់ពីណាទេមើលតែវីដេអូនឹងដឹងហើយណាទី1អ្នកលក់សម្ដីរស់រាយទី2មិនអាងភាពខ្មើតឬក៏ឆ្មាំងឆ្មៃអាងខ្លួនគេស្គាល់តាមរយៈបណ្ដាញសង្គមអីចឹងធ្វើឯងគាត់បានហ្នឹងវាមិនមែនជាអ្នកលក់ពិតប្រាកដទេអានេះខ្ញុំនិយាយត្រង់និយាយសៀនផ្ទាល់តែម្ដងហើយមួយវិញទៀតសំខាន់គឺរឿងរសជាតិណារឿងរសជាតិនិងបរិមាណដែលសមនឹងតម្លៃដែលភ្ញៀវអាចទទួលយកបានមិនមែនចាក់កឬអាកគេទេណាបញ្ជាក់ហើយបញ្ជាក់ទៀតសំខាន់គឺរសជាតិនិងបរិមាណដែលថាភ្ញៀវយកកើតភ្ញៀវទិញកើតគឺភ្ញៀវនៅតែបន្តគ្រប់ត្រចឹងដែរហើយម្ចាស់ហាងរស់រាយតាក់តែម្ដងបញ្ជាក់ខ្ញុំអាចដែរស្គាល់គ្នាមួយគាត់ឬក៏គាត់ជួលប្រម៉ូទអីទេខ្ញុំនិយាយឃើញត្រង់ជាស្ដែងតាម trend ដែលគេកំពុងតែល្បីតាក់ទងថាគេសៀជន់ផលិតគ្នាអីចឹងណាហើយមួយវិញទៀតវាច្រើនលើសលប់ត្រីសល់ត្រីតាក់ស្ដែងគឺអត់មានទេណាបញ្ជាក់ទៀតគឺរសជាតិគាត់ទទួលយកបានខ្ញុំឲ្យ9លើ10តែម្ដងហើយភ្ញៀវច្រើនមែនទែនបងប្អូនណាបងប្អូនមើលទស្សនវិជ្ជាជាក់ស្ដែងគឺភ្ញៀវច្រើនមែនទែនតម្រង់ឈូចាំបុកល្ហុងរបស់គាត់